បងប្អូនណាខ្លះដែលចូលចិត្តញ៉ាំជាប្រភេទទឹកថៃស្ដាច់ដីខាប់បែបនេះបងប្អូនសម្រាប់ថ្ងៃនេះគឺថានាងខ្ញុំមូលជាមួយនឹងគួងបងប្អូនប៉ុន្តែនាងខ្ញុំអត់ញ៉ាំជាប្រភេទទឹកថៃដែលថ្លាគឺថានាងខ្ញុំញ៉ាំជាប្រភេទទឹកថៃដែលខាប់បែបនេះគឺថារសជាតិមួយយ៉ាងបងប្អូនគឺថាឆ្ងាញ់មែនតើហ្មងសម្រាប់គ្រឿងផ្សំរបស់យើងថ្ងៃនេះគឺថាងាយទេបងប្អូនគឺថាមានសាច់ជ្រូកហើយនឹងសបកគួងស្ដាច់ដីអីហ្នឹងបងប្អូនហើយនឹងបន្លែបន្តិចមកជាដំបូងគឺថានាងខ្ញុំដាក់ដាំជាមួយនឹងទឹករបស់យើងដើម្បីធ្វើការស្ងោរជាមួយនឹងសាច់ជ្រូកបងប្អូនទាំងអស់គ្នាហើយក្នុងនោះគឺថាក៏លួចជាមួយនឹងអំបិលបន្តិចដែរបងប្អូនមើលតែទឹករបស់យើងពុះហើយគឺថានាងខ្ញុំចាប់ដាំដាក់ជាមួយនឹងសាច់ជ្រូករបស់យើងចូលមកបន្ទាប់ពីយើងរងចាំនៃសាច់ជ្រូករបស់យើងឆ្អិនគឺយើងវិលមកលាងជាមួយនឹងបន្លែរបស់យើងបងប្អូនទាំងអស់គ្នាក្នុងនោះគឺថានាងខ្ញុំប្រើតាជាមួយនឹងជីសាឡាត់ហើយនឹងការ៉ុតបងប្អូនទាំងអស់គ្នាហើយយើងធ្វើការបេះនិងលាងសម្អាតវាឲ្យបានស្អាតល្អមកបងប្អូនសម្រាប់បន្លែរបស់យើងគឺថាយើងញ៉ាំជាប្រភេទបន្លែឆៅបងប្អូនបន្ទាប់ពីយើងលាងសម្អាតបន្លែរបស់យើងរួចហើយនាងខ្ញុំដាក់មកបុកជាមួយនឹងម្ទេសហើយនឹងខ្ទឹមរបស់យើងគឺថាធ្វើការបុកវាឲ្យម៉ត់មកបន្ទាប់ពីយើងបុកម៉ត់ល្អហើយយើងដាក់ជាមួយនឹងសណ្តែកដីរបស់យើងតែបើសណ្តែកដីនេះបើសិនជាបងប្អូនណាដែលគាត់ថាគាត់អត់ចង់លក្ខណៈថាទុកជាប្រភេទសបកទេបងប្អូនអាចបកឲ្យម៉ត់ល្អប៉ុន្តែបើសម្រាប់នាងខ្ញុំបើនាងខ្ញុំគាត់អ្នកលក់បញ្ឆៅបងប្អូនអញ្ចឹងគឺថាគាត់ឲ្យទុកជាប្រភេទសបកទៅនៅពេលដែលយើងធ្វើជាប្រភេទទឹកថៃបងប្អូនគឺថាវាឈ្ងុយល្អយើងដាក់គ្រឿងទេសរបស់យើងចូលមកមានដូចជាស្ករទឹកថៃប៊ីចេងហើយសម្រាប់ទឹកថៃគឺថាដាក់ហាងខែលតិចមកបើយើងវត្តអាចប្រហែលជា3ទៅ4សភាបាយបងប្អូនទាំងអស់គ្នាហើយធ្វើការច្បល់ឲ្យសព្វតិចមកបន្ទាប់មកនាងខ្ញុំក៏បន្ថែមជាមួយនឹងក្រូចឆ្មារបស់យើងសម្រាប់ក្រូចឆ្មាបងប្អូនប្រើជាប្រភេទក្រូចឆ្មាសាយគឺថាល្អមែនតើហើយយើងដាក់ជាមួយនឹងទឹកឆ្អិនរបស់យើងចូលមកបងប្អូនឃើញរាវបែបនេះកុំភ័យទេបងប្អូនទុកតែប្រហែលជា2-3នាទីហ្នឹងបងប្អូនគឺថាឡើងខាប់ហើយសម្រាប់ទឹកថៃនេះគឺថាបើបងប្អូនញ៉ាំជាប្រភេទសាច់ឆ្ងោរឬមួយក៏ញ៉ាំជាបាញ់ឆែវប្រភេទបាញ់ឆែវក៏ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នាគឺថាទឹកថៃមួយមុខនេះគឺថាយើងញ៉ាំបានច្រើនបែបច្រើនយ៉ាងបងប្អូនបន្ទាប់ពីយើងធ្វើទឹកថៃរួចហើយនាងខ្ញុំមកចាប់ផ្ដើមហាន់ជាមួយនឹងបន្លែរបស់យើងគឺថានាងខ្ញុំហាន់ជាប្រភេទតសៃស្ដើងបងប្អូនដើម្បីយើងយកទៅមូលជាមួយនឹងគងរបស់យើងទៅគឺថាកុំឲ្យវាដុំធំពេកចាបងប្អូនទាំងអស់គ្នាចំណែកតែសក់របស់យើងវិញគឺថានាងខ្ញុំហាន់ដូចគ្នាបងប្អូនគឺថាហាន់ជាចំណិតបែបនេះហ៎បងប្អូនទាំងអស់គ្នាបន្ទាប់ពីបន្លែរបស់យើងរួចហើយយើងវិលមកហាន់ជាមួយនឹងសាច់ជ្រូករបស់យើងវិញបងប្អូនបើបងប្អូនគាត់ប្រើជាប្រភេទសាច់ជ្រូក3ជាន់ក៏បានតែនាងខ្ញុំនេះគឺថាប្រើលក្ខណៈសាច់ជាប់ខ្លាញ់ប៉ុន្តែមើលទៅប្រហែលជាសាច់សុតច្រើនជាងហើយបងប្អូនទាំងអស់គ្នាគឺថាយើងហាន់វាជាចំណិតតូចបែបនេះមកដើម្បីយើងមានភាពងាយស្រួលនៅពេលដែលយើងមូលហើយក្នុងនោះគឺថានាងខ្ញុំក៏បានប្រើជាមួយនឹងបការបស់យើងដែរគឺថាយើងសោះវាឆ្អិនមកបងប្អូនអើយគឺថាពាក់សមណៃពិបាកបកមែនតែនតាងាកមកមើលគ្រឿងផ្សំរបស់យើងវិញបងប្អូនក្នុងនោះគឺថានាងខ្ញុំបន្ថែមជាមួយនឹងនំបញ្ចុកផងដែរបងប្អូនគឺថាបើមូគួងអត់នំបញ្ចុកគឺថាដូចខ្វះអីមួយយ៉ាងអញ្ចឹងបងប្អូនហើយយើងមកចាប់ផ្ដើមមូគឺថានាងខ្ញុំជ្រលក់គួងរបស់យើងហ្នឹងគឺថាឲ្យរាងជោកមកបងប្អូនហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងបន្លែរបស់យើងហៀបមកបងប្អូនគឺថាអ្នកមូនេះរាងដូចអត់សូវថ្នឹកទេបងប្អូនបើបងប្អូនដែលថាគាត់ចេះមូអីចឹងប្រហែលជាអាចមូបានស្អាតតែបងប្អូនអាចមើលលេងទៅព្រោះទី1គាត់ថាគេរៀបរបៀបម៉េចគេមូរបៀបម៉េចអីចឹងណាហើយខ្ញុំជឿថាបងប្អូនដែលគាត់ចេះមូប្រហែលជាអាចមើលទៅគឺកាត់អាចនឹងសើចចំពោះនៃការមូរបស់នាងខ្ញុំអត់ដឹងថាមូទាំងគឺថាត្រូវឬមួយក៏ខុសឲ្យបងប្អូនប៉ុន្តែទស្សនវិជ្ជាដែលចេញមកហ្នឹងគឺថាស្អាតដែរបងប្អូនអើយចាំមើលនាងខ្ញុំលើកឲ្យមើលណែមានអីគួរសមដែរហ្នឹងណាបងប្អូនយើងមូរួចរាល់ហើយយើងមកធ្វើការភ្លក់ជាមួយនឹងនាងខ្ញុំបងប្អូនគឺថាណែជ្រលក់មួយទឹកតែបែបនេះមកគឺថាឆ្ងាញ់ណាស់បងប្អូនអើយសម្រាប់អ្នកដែលចូលចិត្តដូចជានាងខ្ញុំហើយក៏សូមពឹងបងប្អូនជួយចុច Subscribe ឲ្យនាងខ្ញុំម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាអរគុណទុកជាមុនបងប្អូនទាំងអស់គ្នាដូច្នេះវីដេអូរបស់នាងខ្ញុំក៏ឈានដល់ទីបញ្ចប់ផងដែរ